សូមស្វាគមន៍មកកាន់ Channel អំណានពុទ្ធិដូចនេះនៅក្នុងរដ្ឋភិចំណែកនៃរាត្រីនេះខ្ញុំបាទនឹងអំណានតចែកជូនដល់បងប្អូនជាសន្តាប់ដូចតទៅស្ដេចហងនិយាយបញ្ជាក់ថែមទៀតថាបាទដូច្នេះអ្វីបើគ្រាន់តែជាអ្នកមកពីបរទេសសុទ្ធតែជាសត្រូវទាំងអស់ឬអ្វីក្នុងពួកអ្នកដែលមកពីបរទេសទាំងអស់តែងមានអ្នកខ្លះល្អតែងមានខ្លះអាក្រក់មានខ្លះទៀតតាំងនៅក្នុងកណ្ដាលដូចគ្នានឹងអ្នកនៅក្នុងស្រុកដែរឯសត្វប្រវឹកពលសុភាសិតតទៅទៀតថា103ជនទាំងឡាយណាដែលណែនាំព្រះរាជាក្នុងការមិនគួរធ្វើថាជាការគួរធ្វើដើម្បីបំពេញប្រតិយព្រះរាជាតើជនទាំងឡាយនោះសមធ្វើជាមន្ត្រីឬទេការធ្វើឲ្យលំបាកប្រតិយរបស់ម្ចាស់ប្រសើរជាងការធ្វើឲ្យម្ចាស់វិនាស104ព្រះរាជាអង្គណាមានពេទ្យរាជគ្រូនិងមន្ត្រីសុទ្ធតែជាអ្នកបញ្ជោព្រះរាជាអង្គនោះនឹងស្គមប្រកាយថយគុណធម៌និងអន្តរាយឃ្លាំងរាជទ្រព្យដោយឆាប់រហ័សសូមប្រកាសណាមេត្តាប្រោះទ្រង់ព្រះសណ្ដាប់105ទ្រព្យណាដែលត្រូវបានដោយបុណ្យទ្រព្យនោះយើងគប្បីគួរចង់បានជាងកាត់សក់ម្នាក់ជាអ្នកចង់បានទ្រព្យហ៊ានសម្លាប់អ្នកសុំទានព្រោះលោភលន់ពុនប្រមាណក៏ត្រូវស្លាប់ខ្លួនឯងវិញស្ដេចហង្សសួរថាចុះរឿងនោះតើមានដំណើរយ៉ាងដូចម្ដេចសត្វប្រវឹកបានរៀបរាប់រឿងនោះដូចមានសេចក្តីតទៅនេះថារឿងជាងកាត់សក់ល្មោបចង់បានទ្រព្យនៅក្នុងនគរមួយមានព្រះរាជាមួយអង្គជាអ្នកល្មោបចង់បានទ្រព្យព្រះអង្គមានសេចក្តីព្យាយាមយ៉ាងខ្លាំងដើម្បីបូជាព្រះដ៏មានបុណ្យអស់កាលជាយូរលង់ណាស់មកហើយថ្ងៃមួយព្រះរាជាជំរះខ្លួនលាងបាបរួចហើយប្រះខ្លួនផ្ទុំលក់ទៅអាស្រ័យដោយសេចក្តីប្រោះប្រានពីព្រះដ៏មានបុណ្យក៏យល់សពឃើញយក្សមួយមកបញ្ជាប្រាប់ថាណែព្រះរាជាស្អែកនេះចូលទ្រង់ឲ្យជាងកាត់សក់មកពីព្រលឹមកាត់ហើយកាន់ដំបងមួយទៅឈរអែបទ្វាររាជដំណាក់កាលឃើញអ្នកសុំទានណាចូលមកក្នុងរាជដំណាក់ហើយចូលយកដំបងវាសម្លាប់ទៅកុំអាណិតឡើយបើធ្វើដូច្នេះអ្នកសុំទាននោះនឹងคล้ายទៅជាក្អមពេញដោយមាសមួយរំពេចពេលនោះទ្រង់ព្រមទាំងបរិវារនឹងបាននៅជាសុខសប្បាយរហូតអស់មួយជីវិតព្រះរាជាក៏ធ្វើតាមពាក្យបង្គាប់បញ្ជារហូតក៏បានសម្រេចដោយបំណងឯជាងកាត់សក់ដែលមកជាមួយនោះក៏បានឃើញព្រឹត្តិការណ៍ជាក់លាក់នឹងភ្នែកខ្លួនគិតក្នុងចិត្តម្នាក់ឯងថាអោណោនេះជាឧបាយកលឲ្យកើតទ្រព្យសម្បត្តិទេតាបើដូច្នេះអាត្មាអញចាំបាច់ធ្វើអ្វីផ្សេងទៀតចាប់តាំងពីថ្ងៃនោះមកជាងកាត់សក់កាន់ដំបងធំមួយទៅឈរអែបមាត់ទ្វាររាល់ព្រឹកចាំឆ្មក់ក្រែងលោមានអ្នកសុំទានណាម្នាក់ចូលមកក្នុងអាណាខេត្តរបស់ខ្លួនថ្ងៃមួយមានអ្នកសុំទានម្នាក់ចូលមកក្នុងផ្ទះជាងកាត់សក់ក៏យកដំបងវាសម្លាប់ទៅក៏ត្រូវមនុស្សទាំងឡាយចាប់ដោយអំពើទុច្ចរិតរបស់ខ្លួនហើយវាយទាល់តែស្លាប់ទៅអងចប់រឿងជាងកាត់សក់ល្មោបចង់បានទ្រព្យស្ដេចហង្សរករឿងមកពោលជំទាស់ថា106ការដែលយកហេតុការពីមុនមកសម្ដែងជាផុសតាងថាមនុស្សដែលមកពីបរទេសមិនអត់ចេតនាអាក្រក់ឬថាជាមនុស្សក្បត់ជាតិនោះបានឬទេទៅត្រូវធ្វើតាមដំណើរការដែលមកដល់ហើយមិនត្រូវគិតច្រើនពេកទេឥឡូវនេះស្ដេចក្ងោកបានលើកទ័ពមកតាំងនៅលើភ្នំហើយយើងនឹងគិតគូរធ្វើអ្វីផ្សេងទៀតសត្វប្រវឹកនិយាយទៀតថាបបិទ្ធព្រះអង្គទូលបង្គំបានឮចារៈបរោះយើងនិយាយប្រាប់ថាស្ដេចក្ងោកមិនស្ដាប់ពាក្យថ្មាតដែលជាប្រធានរដ្ឋមន្ត្រីទេបើដូច្នោះមែនស្ដេចក្ងោកនេះជាមនុស្សល្ងង់ហើយមានផ្លូវយកជ័យជំនះបានហើយព្រោះថា107លោភខូខើខ្ជិលមិនមានពាក្យសច្ចៈទ្វេប្រហែសខ្លាច
មិនមើងម៉ាត់ល្ងងខ្លៅមើលងាយកងទ័ពទាំងអស់នេះជាលក្ខណៈដែលធ្វើឲ្យសត្រូវអាចយកជ័យជំនះបានដោយងាយដរាបណាសត្រូវរបស់យើងនេះមិនទាន់ទម្លាយបន្ទាយយើងបានទេដរាបនោះយើងនឹងបញ្ជូនសេនាបតីទាំងឡាយមានសត្វក្រសាជាដើមដើម្បីទៅកម្ចាត់បងនៅកងទ័ពនៃសត្រូវដែលតាំងបន្ទាយនៅស្ទឹងទន្លេភ្នំព្រៃនិងផ្លូវទាំងឡាយជាមុនសិនព្រោះថា108នឿយហត់ដោយដើរផ្លូវឆ្ងាយស្ទាក់ស្ទើរដោយស្ទឹងភ្នំនិងព្រៃតក់ស្លុតដោយអគ្គីភ័យរហេមរហាមដោយឃ្លានបាយក្រហាយទឹក109ធ្វេសប្រហែសខ្វះខាតស្បៀងអាហារមានជំងឺនិងទុរភិក្សបៀតបៀនគ្រប់គ្រងកងទ័ពទាហានមិនល្អមិនមានកងទ័ពច្រើនជ្រួលច្របល់លំបាកដោយភ្លៀងនិងខ្យល់110ការពបាច់ដោយភក់ធូលីនិងទឹកខ្ចាត់ខ្ចាយឬបៀតបៀនដោយសត្រូវបើកងទ័ពនៃសត្រូវមានប្រការដូច្នេះព្រះរាជាក៏បីពិឃាតបានដោយងាយ111ព្រះរាជាក៏បីបំផ្លាញកងទ័ពសត្រូវដែលនឿយហត់ដោយការព្យាយាមល្បាតជាដរាបក្នុងពេលដែលដេកសម្រាកក្នុងពេលថ្ងៃឬកំពុងងុយដេកក្នុងពេលរាត្រីអាស្រ័យហេតុនេះគួរឲ្យសត្វក្រសាព្រមទាំងសត្វឯទៀតលើកងទ័ពទៅបំផ្លាញកងទ័ពសត្រូវហើយសម្លាប់ចោលទាំងយប់ទាំងថ្ងៃឲ្យសេះសល់តាមឱកាសដែលគួរស្ដេចហង្សប្រតិបត្តិតាមពាក្យណែនាំរបស់សត្វប្រវឹកគ្រប់ប្រការកាលនោះស្ដេចក៏ងោកបាត់បង់កងទ័ពនិងសេនាបតីអស់ជាច្រើនហើយកើតទុក្ខបែរទៅនិយាយនឹងសត្វថ្មាថាមនាលថ្មាម្ដេចក៏ឯងធ្វើប្រងើយកន្តើយចំពោះយើងឬក៏ថាយើងមិនមានវិន័យដូចម្ដេចខ្លះព្រោះថា112បុគ្គលមិនគប្បីធ្វើប្រហែសដោយគិតថាឈ្នះបានប្រទេសហើយដូច្នេះមិនគួរគិតបែបនេះទេព្រោះថាការមិនមានវិន័យអាចបំផ្លាញប្រទេសបានដោយចរិយាធ្វើឲ្យរូបសម្ផស្សវិនាស113ជនក្លាហានតែងបានទ្រព្យជនបរិភោគអាហារឆាប់រលួយតែងមិនមានរោគជនមិនមានរោគតែងបានសេចក្តីសុខជនដែលព្យាយាមតែងបានដល់ត្រើយនៃវិជ្ជាជនមានវិន័យតែងបានសេចក្តីចម្រើនទ្រព្យសម្បត្តិនិងយសស័ក្តិសត្វថ្មាឆ្លើយថាបបិទ្ធព្រះអង្គសូមទ្រង់ព្រះសណ្ដាប់114ព្រះរាជាសំបីមិនមានការចេះដឹងមិនអាចទទួលសេចក្តីចម្រើនបានដោយការសែបគប់អ្នកចេះដឹងប្រៀបដូចប្រឹក្សាដុសក្បែរមាត់ទឹកដូច្នោះដែរ115ប្រមឹកស្រាស្រវឹងដោយស្រីវក់នឹងការបរបាញ់លេងល្បែងភ្នាល់កេងប្រវាញ់ទ្រព្យសម្បត្តិគេវាចាអាក្រក់ទណ្ឌកម្មដ៏អាក្រក់ទាំងអស់នេះជាសេចក្តីអន្តរាយនៃព្រះរាជា116អ្នកដឹកនាំដែលប្រព្រឹត្តតាមតែទំនឹងចិត្តខ្លួនឬដែលខូចចិត្តក្នុងការធ្វើនយោបាយរមែងមិនអាចទទួលផលប្រសើរបានឡើយសេចក្តីចម្រើនរមែងធ្លាក់មកនៅលើដៃនៃបុគ្គលអ្នកមាននយោបាយល្អនិងសេចក្តីក្លាហានព្រះអង្គឃើញកងទ័ពមានកម្លាំងមានសេចក្តីប្រឹងប្រែងហើយប្រញាប់ប្រញាល់ធ្វើអង្អាចតែម្យ៉ាងឥតពិចារណាមើលងាយពាក្យណែនាំមន្ត្រីទាំងឡាយដែលដាស់តឿនព្រះស្មារតីដោយពាក្យជូរចត់មិនជាទីពេញចិត្តហេតុនេះហើយបានជាព្រះអង្គត្រូវទទួលផលអាក្រក់នៃការដើរផ្លូវខុសនេះឯងព្រោះថា